កម្មវិធីរាត្រីសមសចូលឆ្នាំប្រពៃណីចិនឆ្នាំមមី2026ត្រូវបានរៀបចំឡើងនៅសមាគមមិត្តភាពកម្ពុជាចិនរាជធានីភ្នំពេញនាថ្ងៃទី16ខែកុម្ភៈនេះកម្មវិធីនេះបានប្រកាសទៅក្នុងបរិយាកាសអត្តកធម៌និងពោពេញដោយស្នាមញញឹមនៃមិត្តភាពក្រោមអត្ថប្រយោជន៍ភាពរបស់អាដាមអៃសំអល់ឧត្តមប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានសមាគមមិត្តភាពកម្ពុជាចិនព្រមទាំងយុវជនប្រទេសទាំងពីរនិងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកកបាទតាមលោកបណ្ឌិតជាមនិរិទ្ធប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានឲ្យដឹងថាក្រោយពេលដែលពិធីបុណ្យចូលឆ្នាំចិនត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយ UNESCO នាថ្ងៃទី4ខែធ្នូឆ្នាំ2024ពិធីបុណ្យដែលមានអាយុកាលជិត 4000 ឆ្នាំនេះកាន់តែមានវិសាលភាពសកលនិងរួមចំណែកបង្កើនកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិកញ្ញាចាងយ៉ាងហិងតំណាងវិទ្យុមិត្តភាពកម្ពុជាចិនបានលើកឡើងថារាត្រីសមសនេះបានបញ្ជាក់លើកពីបរិយាកាសរីករាយនិងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មីដែលភ្ញៀវចូលរួមទាំងអស់បានបញ្ញាចិត្តបន្តរួមដៃគ្នានៅក្នុងការកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឲ្យកាន់តែរីកចម្រើននិងស្ថិតស្ថេរជាយូរអង្វែងអាដាមអៃសំអល់បានចាត់ទុកការជួបជុំគ្នានេះមិនត្រឹមតែជាការអបអរសាទរពិធីបុណ្យវប្បធម៌ដ៏សំខាន់មួយរបស់ប្រជាជនចិនប៉ុណ្ណោះទេថែមទាំងជាសញ្ញានៃមិត្តភាពជ្រាលជ្រៅនិងការតបភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជនកម្ពុជាចិនទៀតផងអាដាមបន្តថាក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជានៃប្រទេសទាំងពីរទំនាក់ទំនងកម្ពុជាចិនត្រូវបានលើកកម្ពស់ទៅជាសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីហើយកម្មវិធីនារាត្រីនេះបានរំលឹកកាន់តែច្បាស់អំពីការភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសយើងទាំងពីរពិតណាស់ដែលថាពិធីនារាត្រីនេះគឺជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្ដូរវប្បធម៌ការស្គាល់គ្នានិងការបង្កើនមិត្តភាពកាន់តែស៊ីជម្រៅរវាងសមាគមកម្ពុជាចិននិងវិទ្យុមិត្តភាពកម្ពុជាចិនបាទសូមជូនពរឲ្យប្រជាជនចិនទាំងអស់សូមឆ្នាំមមី2026សូមទទួលបានសុខភាពល្អបរិបូរណ៍សុភមង្គលនិងទទួលបានជោគជ័យថ្មីទៀតសម្រាប់ការកសាងសង្គមនិយមទំនើបតាមបែបចិនបាទសូមមិត្តភាពកម្ពុជាចិនកាន់តែរឹងមាំនិងថិតថេរជាអមតៈអំឡុងកម្មវិធីនេះពេលនោះដែរក៏មានការចាត់បញ្ចាំងផ្ទាំងទស្សនវិជ្ជាផ្សាយផ្ទាល់ព្រឹត្តិការណ៍ដ៏អស្ចារ្យអំពីការសម្ដែងសិល្បៈដោយរួមបញ្ចូលនៅបច្ចេកវិទ្យាក្នុងទម្រង់ 8K plus AI ព្រមទាំងបញ្ចេញឧត្តមភាពនៃការផ្សព្វផ្សាយជាភាសា85ភាសាក្រោមកិច្ចខិតខំរបស់អគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈមចិនដែលចាប់ពីឆ្នាំ1983មកនេះក៏មានការធ្វើនំខៀវរួមគ្នានិងសកម្មភាពកម្សាន្តដើម្បីអបអរសាទរពិធីបុណ្យឆ្នាំថ្មីរបស់ចិនជាច្រើនទៀតផងដែរក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ